ចំណុចស្នូលនៃវិជាស្ថានស្បែក Cell Active Gold គឺជាបច្ចេកវិទ្យា Cell Active គ្រឿងផ្សំដែលជួយបង្កើនភាពរស់រវើកដល់ស្បែកដែលមាននៅក្នុងធម្មជាតិជាវត្ថុធាតុផ្សំដែលផលិតឡើងជាមួយនឹងសមាមាត្រដ៏ល្អប្រសើរដល់បច្ចេកវិទ្យាទំនើប Cell Active Gold នៅលើផ្នែកផ្ទៃមុខដែលត្រូវការការថែទាំជាចាំបាច់ការស្វែងរកដែលស្វ័យប្រវត្តិបានយ៉ាងឆាប់រហ័សនិងត្រឹមត្រូវបច្ចេកវិទ្យាបញ្ចូលដល់ស្វ័យប្រវត្តិតែមួយគត់របស់ Absolute បច្ចេកវិទ្យា Cell Active បច្ចេកវិទ្យាបតង់របស់ Atomy Cell Active Absolute ឈុតថែរក្សាស្បែកយើងបានឈ្នះពានរង្វាន់ IR 52ចាំងយ៉ុងស៊ីលហើយត្រូវបានបន្តផ្តល់កិត្តិយសដោយពានរង្វាន់ស្ដេចសេជុងពានរង្វាន់ IR 52ចាំងយ៉ុងស៊ីលរហូតដល់ពានរង្វាន់លើបច្ចេកវិទ្យាបតង់គឺវិញ្ញាបនបត្រ NEP ជាលើកដំបូងនៅក្នុងឧស្សាហកម្មគ្រឿងសម្អាងសម្រាប់បានមកុដ3វាគឺជាផលិតផលដែលត្រូវបានទទួលស្គាល់នៅក្នុងផ្នែកបច្ចេកទេសភាពខុសគ្នានៃផលិតផលផ្នែកគុណភាពតម្លៃសមរម្យនិងលទ្ធភាពនៃការធ្វើមាត្រដ្ឋាននេះជាលើកដំបូងក្នុងឧស្សាហកម្មគ្រឿងសម្អាងដែលបានទទួលពានរង្វាន់ស្ដេចសេជុងដែលជាកិត្តិយសខ្ពស់បំផុតក្នុងវិស័យបច្ចេកវិទ្យាបាតង់របស់ការិយាល័យកម្មសិទ្ធិបញ្ញាកូរ៉េជាមួយនឹងបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះរបស់ Absolute ដែលប្រៀបស្មើនឹងក្រុមហ៊ុនធំៗដូចជា Samsung, LG និងវិទ្យាស្ថានស្រាវជ្រាវស្ថានពលកូរ៉េគឺជាបច្ចេកវិទ្យាប្រឆាំងភាពចាស់ដែលមិនធ្លាប់មានពីមុនជាមូលហេតុធ្វើឲ្យផលិតផលមួយនេះមានកេរ្តិ៍ឈ្មោះអស្ចារ្យក្នុងមួយកញ្ចប់មានទាំងវីតាមីននិងថាមពលមួយថ្ងៃមួយកែវអាចបំពេញស្តង់ដារវីតាមីននិងសារធាតុរ៉ែដែលរាងកាយត្រូវការប្រចាំថ្ងៃបាន 100% Atomy Power Vita Energy Essential nutrient vitamin C, a powerful antioxidant that protects cells from free radicals and is essential for many functions in the body. With the refreshing sweet and sour natural mango flavor. Fill yourself with antioxidant energy and 5 color foods at once. 90 sachets conveniently packed to let you enjoy fresh vitamin C anytime and anywhere. Vegan friendly and halal certified. Suitable for everyone. Take 1 sachet a day to get 1000 mg of vitamin C. Atomy Vitamin C 1000 mg powder. Essential supplement for your daily needs. Oh my god ហើយកំពុងធ្វើអីនៅក្នុងអាងទឹកគេហ្នឹង ធ្វើអីមិននៅអាហារទឹកមិនទាំងហ្នឹងហើយ ងាប់ហើយស្លៀកអញ្ចឹង ខ្លាច់ខ្មៅនោះខ្លាច់ក្តៅខុសស្បែកអស់ហើយ អ្នកមានចំណង់ចំណូលចិត្តគ្រប់ពេលវេលាគ្រប់ទីកន្លែងចង់បានភាពស្រស់ស្អាតដែលមិនចេះប្រែប្រួលចង់មានកេរ្តិ៍ឈ្មោះដែលមិនចេះផ្លាស់ប្ដូរគឺនៅទីនេះឈុតថែរក្សាស្បែក Atomy The Fame ភាពស្រស់ស្អាតតែងតែចាប់ផ្ដើមជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំក្រៅពីប្រទេសកូរ៉េ The Fame ទទួលបានការស្រឡាញ់គាំទ្រទូទាំងពិភពលោកមានហេតុផលដែលមនុស្សជាច្រើនស្រឡាញ់ពេញចិត្តជាមួយនឹង The Fame កាលពី
ពីស្បែករបស់អ្នកជាមួយនឹងបច្ចេកវិទ្យាដែលមានកេរ្តិ៍ឈ្មោះអស់រយៈពេល10ឆ្នាំនិងសារធាតុថ្មីដែលបានបង្កើតឡើងយ៉ាងអស្ចារ្យកេរ្តិ៍ឈ្មោះមិនប្រែប្រួលសម្រស់មិនផ្លាស់ប្ដូរឈុតថែរក្សាស្បែក Atomy The Fame មុននឹងអស់កម្លាំងបំពេញធម្មពលជ្រើសរើសចម្រាញ់យកសារធាតុចិញ្ចឹមជាមូលដ្ឋានប្រចាំថ្ងៃជាមួយវីតាមីន13ប្រភេទនិងសារធាតុរ៉ែ6ប្រភេទកញ្ចប់ពីរដាក់តែមួយងាយស្រួលទទួលទានមួយថ្ងៃមួយកែវវិធីសាស្ត្រងាយស្រួលក្នុងការបំពេញធម្មពលក្នុងមួយថ្ងៃ Atomy Power Vita Energyតឹងទ្រូងនិងតែងតែលំបាកក្នុងខ្លួនសម្រាប់ក្រពះរបស់អ្នកវត្ថុធាតុដើមត្រូវបានជ្រើសរើសសម្រាប់សុខភាពក្រពះទទួលស្គាល់ដោយក្រសួងសុវត្ថិភាពចំណីអាហារនិងឱសថមួយថ្ងៃមួយកញ្ចប់ដើម្បីការពារសុខភាពក្រពះជាមួយនឹងការចម្រាញ់ពីគ្រាប់ផ្កា Honey Suckle ចាប់ផ្ដើមថែរក្សាសុខភាពក្រពះរបស់អ្នកជាមួយនឹងប្រភេទអាហាររាវមានរសជាតិឈ្ងុយឆ្ងាញ់ Atomy អាហារថែទាំសុខភាពក្រពះប្រព័ន្ធភាពស៊ាំរបស់យើងគឺស្មុគស្មាញណាស់និងមានទំនាក់ទំនងជាមួយនឹងសរីរាង្គលើកនេះខ្ញុំនឹងណែនាំវត្ថុធាតុដើមមានមុខងារនៅក្នុងក្រុមហ៊ុន Atomy ដែលមានសារធាតុផ្សេងៗដូចជារុក្ខជាតិបុរាណរបស់កូរ៉េដែលយើងយកទៅចម្រាញ់ធ្វើជា Hemohim ជាលទ្ធផលនៃការពិសោធន៍ទៅលើមនុស្សដោយប្រើវត្ថុធាតុដើមដែលមានមុខងារគឺជារុក្ខជាតិបុរាណរបស់កូរ៉េដែលយើងយកទៅចម្រាញ់ធ្វើជា Hemohim ប្រតិកម្មរបស់កោសិកា NK ធ្វើឲ្យមានការបង្កើត Cytokine មានការប្រសើរឡើងនិងបានបញ្ជាក់ឲ្យឃើញថាការជួយបណ្ដុះកោសិកាប្រព័ន្ធភាពស៊ាំយ៉ាងសកម្មផងដែរដូចនេះហើយ Angelica រុក្ខជាតិបុរាណរបស់កូរ៉េដែលជាសារធាតុផ្សំនៅក្នុង Hemohim ត្រូវបានគេទទួលស្គាល់ជាផ្លូវការថាជាអាហារសុខភាពដែលជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងគណៈពេលនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីព័ត៌មានសុខភាពទាក់ទងទៅនឹងប្រព័ន្ធភាពស៊ាំរបស់យើងហេតុអ្វីបានជាមុខងារប្រព័ន្ធភាពស៊ាំមានសារៈសំខាន់ភាពស៊ាំគឺជាប្រព័ន្ធការពាររាងកាយរបស់យើងប្រព័ន្ធភាពស៊ាំមានមុខងារទៅសម្រាប់កោសិកាដែលមិនល្អសម្រាប់រាងកាយមុខងារនៃប្រព័ន្ធភាពស៊ាំមានតួនាទីសំខាន់ណាស់ក្នុងការថែរក្សាសុខភាពឲ្យបានល្អនិងជួយរក្សាស្ថានភាពរាងកាយរបស់យើងឲ្យដំណើរការបានធម្មតាបន្ទាប់មកទៀតនេះគឺកោសិកា NK កោសិកា NK គឺជាកោសិកាឈាមរបស់យើងហើយមានតួនាទីគ្រប់គ្រងប្រព័ន្ធភាពស៊ាំផងដែរមិនតែប៉ុណ្ណោះវាក៏មានតួនាទីទៅសម្រាប់កោសិកាដែលឆ្លងមេរោគថែមទៀតផងដូចនេះកម្រិតលូតលាស់នៃកោសិកា NK អាចបញ្ជាក់ពីកម្រិតមុខងារនៃប្រព័ន្ធភាពស៊ាំរបស់មនុស្សបាន Cytokine គឺជាប្រូតេអ៊ីនដែលចេញពីកោសិកាប្រព័ន្ធភាពស៊ាំពីកំណើតនិងកោសិកាប្រព័ន្ធភាពស៊ាំមានការប្រែប្រួលវាជួយគ្រប់គ្រងសមត្ថភាពមុខងារជាច្រើននៃកោសិកាប្រព័ន្ធភាពស៊ាំតើលោកអ្នកយល់ខ្លះហើយឬនៅអំពីមុខងារនៃប្រព័ន្ធភាពស៊ាំសូមសាកល្បងជាមួយនឹងធម្មពលនៃប្រព័ន្ធភាពស៊ាំថ្មីទាំងអស់គ្នាបានបង្កើតឡើងសម្រាប់ជួយពង្រឹងប្រព័ន្ធភាពស៊ាំតែមួយគត់ Hemohim Atomy
សួស្តីថ្ងៃនេះខ្ញុំនឹងបញ្ជាក់ការពិតពីនិតការពិតនៃអាតូមីហេម៉ូហ៊ីមតាមចំនួនលេខសួរតើហេតុអ្វីបានជាយើងធ្វើការបញ្ជាក់ការពិតនេះជារបស់ល្អគ្រាន់តែនិយាយការពិតគឺមិនទាន់គ្រប់គ្រាន់ទេអញ្ចឹងតោះទៅជួបជាមួយតួលេខរបស់អាតូមីហេម៉ូហ៊ីមទាំងអស់គ្នាវាបានចាប់ផ្ដើមជាមួយការសាជាវអស់រយៈពេល8ឆ្នាំដោយវិទ្យាស្ថានសាជាថាមពលអាតូមិករបស់ប្រទេសកូរ៉េនិងការវិនិយោគទឹកប្រាក់យ៉ាងច្រើនសរុប 5000 លានវ៉ុនទៅលើការស្រាវជ្រាវដូចនេះហើយការវិនិយោគក្នុងទឹកប្រាក់ប៉ុណ្ណឹងគឺសមនឹងតម្លៃវាហើយដោយសារតែគេបានខិតខំប្រឹងប្រែងស្រាវជ្រាវមានប្រទេសកូរ៉េអាមេរិកជប៉ុននិងអឺរ៉ុបនិង21ប្រទេសទៀតដែលទទួលបានបាតងនាំចេញនៅក្នុងប្រទេសកូរ៉េវាត្រូវបានគេទទួលស្គាល់ថាជាអាហារសុខភាពដែលមានសុវត្ថិភាពលំដាប់លេខ1និងអាចជួយពង្រឹងមុខងារប្រព័ន្ធភាពស៊ាំសហរដ្ឋអាមេរិកសិង្ហបុរីអូស្ត្រាលីមិចស៊ីកូនិងរុស្ស៊ីជាដើមតាមការពិតសមាជិកទូទាំងពិភពលោកបានពិសោធន៍មើលភាពស៊ាំថ្មីរបស់ហេម៉ូហ៊ីមរួចទៅហើយដោយសារដឹងថាវាជាផលិតផលល្អទើបធ្វើឲ្យផលិតផលនេះមានការលក់ចេញលំដាប់លេខ1អស់រយៈពេល7ឆ្នាំកន្លងមកនេះក្នុងមួយឆ្នាំលក់ចេញមាន220លានកញ្ចប់ក្នុង1វិនាទីលក់បាន7កញ្ចប់ហើយក្នុង1ម៉ោងលក់ចេញបាន419ប្រអប់ផងដែរសូមសាកល្បងទទួលយកថាមពលនៃប្រព័ន្ធភាពស៊ាំយ៉ាងច្រើនដោយដែលបានជម្រាបជាតួរលេខខាងលើអាតូមីហេម៉ូហ៊ីមគឺដើម្បីប្រព័ន្ធភាពស៊ាំតែម្យ៉ាងគត់អ្នកមានចំណង់ចំណូលចិត្តគ្រប់ពេលវេលាគ្រប់ទីកន្លែងចារុនសួស្តីឋានៈដឹកនាំទាំងអស់គ្នាចាសុខសប្បាយជាទាំងអស់គ្នាចាឲ្យបានទទួលទានអាហារពេលព្រឹកហើយទាំងអស់គ្នាហើយចាពិតជាល្អមែនតើពីព្រោះអាហារពេលព្រឹកចាគឺជារបបអាហារមួយដែលល្អសម្រាប់សុខភាពចាអញ្ចឹងក្រោយពីទទួលទាននៅរបបអាហារពេលព្រឹកចាឋានៈដឹកនាំទាំងអស់គ្នាបានទទួលទានអាហារសុខភាពអាតូមីទាំងអស់គ្នាទេចាអញ្ចឹងនឹងទទួលបានសុខភាពល្អទាំងអស់គ្នាចាអញ្ចឹងមុននឹងចាប់ផ្ដើមនៃកម្មវិធីចានាងខ្ញុំក៏សូមគោរពអញ្ជើញចាឋានៈដឹកនាំទាំងអស់គ្នាចាដែលនៅខាងក្រៅសាលចាអញ្ជើញចូលរួមនៅខាងក្នុងចាដើម្បីយើងចូលរួមចាប់ផ្ដើមនៃកម្មវិធីជាមួយនឹងខ្ញុំផងដែរចាអញ្ចឹងមុននឹងឈានចូលទៅដល់កម្មវិធីរបស់យើងទាំងមូលតែម្ដងចានាងខ្ញុំសូមការសហការពីអស់លោកអ្នកទាំងអស់គ្នាចាសូមចូលរួមចាបដូរនៅសំឡេងទូរស័ព្ទទាំងអស់គ្នាចាដើម្បីនៅទទួលបាននៅភាពស្ងៀមស្ងាត់នៅពេលដែលវាគ្មិនរបស់យើងចូលរួមចែករំលែកផងដែរចាអាចចូលរួមជាមួយនឹងខ្ញុំបានទេចាអញ្ចឹងមុននឹងយើងចាប់ផ្ដើមចូលទៅដល់កម្មវិធីយើងទាំងមូលតែម្ដងនេះខ្ញុំសូមអនុញ្ញាតក្រោកឈរដើម្បីយើងចូលរួមសូត្រពាក្យស្លោកបើកម្មវិធីផងដែរចាឋានៈដឹកនាំទាំងអស់គ្នាត្រៀមរួចរាល់ហើយសូមប្រុងប្រៀបសូត្រពាក្យស្លោកចាប់ផ្ដើមគ្រប់មនុស្សធម៌កែច្នៃគំនិតត្រូវឲ្យមានជំនឿដាក់ខ្លួនឲ្យទៀបទ្វេដងចាសូមសម្រួលអេរយាប័តចាហើយក៏សូមអរគុណច្រើនសម្រាប់ការចូលរួមនៅថ្ងៃនេះផងដែរចាអញ្ចឹងមុននឹងយើងចាប់ផ្ដើមចូលទៅដល់កម្មវិធីក៏ដូចជាជួបជាមួយនឹងវាគ្មិនចានៅថ្ងៃនេះយើងក៏មានចាការទស្សនានៅវីដេអូចាបណ្ឌិតលីសាន់យ៉ុងផងដែរអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរសូមទស្សនាវីដេអូជាមួយនឹងខ្ញុំទាំងអស់គ្នាពនជោគជ័យរបស់អាតូមីការចូលរួមនោះ
អាចជាការចូលរួមក្នុងមជ្ឈមណ្ឌលរបស់យើងឬក៏ឲ្យគេចូលរួមរៀនផ្ទាល់ក៏បានដែរហើយចំណុចទី2ជាអ្វីដែរគឺត្រូវធ្វើឲ្យគេនៅចូលរួមដល់ចប់អូខ្ញុំស្ដាប់ទៅសម្ដីអ្នកឯងនិយាយដូចជាសមហេតុផលត្រូវធ្វើឲ្យគេទុកចិត្តនឹងនៅរហូតដល់ចប់ហើយជំហានបន្ទាប់ត្រូវគេត្រឡប់មកចូលរួមម្ដងទៀតតើការត្រឡប់ឲ្យគេមកចូលរួមវិញម្ដងទៀតនោះមានអត្ថន័យយ៉ាងណាគឺបានន័យថាគេបានមើលឃើញអំពីចក្ខុវិស័យហើយដើម្បីធ្វើដូច្នេះបានយើងត្រូវមានអំណាចនៃការទាក់ទាញដើម្បីជាធម្មពលដើម្បីទាក់ទាញចិត្តមនុស្សអូខ្ញុំស្ដាប់ទៅសម្ដីអ្នកឯងនិយាយដូចជាសមហេតុផលខ្ញុំមានអារម្មណ៍ថាវាដូចជាមានភាពងាយស្រួលមែនទែនហើយមួយវិញទៀតគឺជាភាពទាក់ទាញដែលយើងអាចប្រៀបធៀបទៅនឹងសម្រស់ដែលទាក់ទាញឲ្យគេជាប់ចិត្តការលងនឹងសម្រស់របស់អ្នកណាម្នាក់គឺដូចត្រឹមមន្តអាគមអញ្ចឹងដែរឧទាហរណ៍ដូចជាមនុស្សប្រុសស្រីពេញវ័យ2នាក់ដែលលងស្រឡាញ់គ្នាដំបូងតើពួកគេយ៉ាងណាដែរគឺប្រកាសជាលងស្រឡាញ់គ្នាដល់ចិត្តមិនរួចដូចត្រូវស្នេហ៍អញ្ចឹងដែរហើយនៅអំឡុងពេលកំពុងតាក់ទងគ្នានោះតើពួកគេនឹងធ្វើដូចម្តេចដែរពេលខ្លះខាងប្រុសមិនជូនទៅផ្ទះក៏សប្បាយចិត្តដែរប៉ុន្តែខាងប្រុសនៅតែតស៊ូជូននាងទៅផ្ទះតើពិតមែនទេពេលនោះព្រោះតែលងស្រឡាញ់គេពេកទោះធ្វើអ្វីក៏គ្មានអារម្មណ៍ថត់ដែរសរុបទៅការទាក់ទាញនឹងភាពទាក់ទាញមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងភាពជាអ្នកដឹកនាំហើយវាជាកត្តាពីរផ្សេងគ្នាមួយគឺសំដៅលើបុគ្គលិកលក្ខណៈហើយមួយទៀតគឺសំដៅលើសមត្ថភាពប្រសិនបើបុគ្គលិកលក្ខណៈអន់ខ្សោយឬមិនល្អឥតខ្ចោះឬគ្មានសមត្ថភាពទេនោះគឺមិនអាចរីកចម្រើនទៅតាមគេបាននោះទេគឺមិនអាចនោះទេក៏ប៉ុន្តែតើមួយណានឹងមានឥទ្ធិពលខ្លាំងជាងគឺបុគ្គលិកលក្ខណៈដែលមានឥទ្ធិពលខ្លាំងជាងព្រោះសមត្ថភាពគឺជាអ្វីដែលយើងមិនអាចដឹងភ្លាមនោះទេតើតរងចាំមើលទើបអាចដឹងបានតើត្រូវទេចំពោះសមត្ថភាពវិញគេត្រូវបែងចែកជាពីរយ៉ាងធំសមត្ថភាពយល់ដឹងនិងមិនយល់ដឹងសមត្ថភាពយល់ដឹងមានដូចជាការដែលយើងបាននិយាយប្រាជ្ញាការចងចាំនិងការឆាប់យល់ទាំងនេះគឺទាក់ទងនឹងសមត្ថភាពដោះស្រាយបញ្ហាការវិនិច្ឆ័យនិង IQ គឺប្រៀបដូចជាមនុស្សខ្លះអាចយល់ដឹងអំពីការធ្វើចំនួនត្រឹមតែ1ម៉ោងតែមនុស្សខ្លះវិញត្រូវចំណាយពេលរហូតដល់6ខែទើបយល់វាទាក់ទងទៅនឹងសមត្ថភាពយល់ដឹងតើត្រូវទេក៏ប៉ុន្តែកាលយល់ដឹងសប្តាហ៍នេះយ៉ាងណាដែរបដិវត្តឧស្សាហកម្មទី4ដែលមានដូចជាបច្ចេកទេសកុំព្យូទ័រនិងបញ្ញាសិប្បនិម្មិតបានលេចឡើងធ្វើឲ្យការយល់ដឹងរបស់មនុស្សបានចុះខ្សោយទៅតើមានអ្នកអាចចាំពាក្យបានច្រើនជាងកុំព្យូទ័រទេឬក៏មានអ្នកអាចចងចាំល្អជាងកុំព្យូទ័រដែរឬទេគឺគ្មាននោះទេដូច្នេះសមត្ថភាពយល់ដឹងកំពុងចុះខ្សោយជាលំដាប់ហើយការស្រាវជ្រាវរបស់អ្នកប្រាជ្ញកំពុងបង្ហាញថាសមត្ថភាពមិនយល់ដឹងដែលភាសាអង់គ្លេសហៅថា non-cognitive ability កំពុងក្លាយជាកត្តាសំខាន់សម្រាប់ភាពជោគជ័យសមត្ថភាពមិនយល់ដឹងមិនមានអ្វីពាក់ព័ន្ធទៅនឹងសមត្ថភាពយល់ដឹងនោះទេដូច្នេះវាមិនទាក់ទងទៅនឹងភាពវៃឆ្លាតនោះទេវាគឺជាបុគ្គលិកលក្ខណៈនិងលក្ខណៈដែលបុគ្គលមានវាគឺជាចំណងចំណូលចិត្តភាពអត់ធ្មត់នឹងការតស៊ូការយោគយល់និងការពិចារណាជំនាញដែលមិនមែនជាការយល់ដឹងទាំងនេះគឺជាអ្វីគ្រប់យ៉ាងសម្រាប់ភាពជោគជ័យនៃអាជីវកម្មអាតូមីប្រសិនបើអ្នកមិនមានវានោះទេអ្នកនឹងមិនអាចជោគជ័យបាននោះទេប្រសិនជាខ្ញុំមិនគិតពីដៃគូខ្ញុំហើយគិតតែពីឱកាសខ្លួនឯងតើខ្ញុំអាចជោគជ័យបានដែរឬទេដៃគូរបស់អ្នកមិនមែនជាមនុស្សល្ងងទេពួកគេដឹងលឿនណាស់គឺពួកគេអាចដឹងបានភ្លាមតែម្ដងឧទាហរណ៍ថាខ្ញុំនិយាយ A តែទង្វើខ្ញុំធ្វើ B ពេលនោះដៃគូនឹងបាត់បង់ទំនុកចិត្តមកលើខ្ញុំតែម្ដងខ្ញុំកំពុងបញ្យល់ពីសមត្ថភាពបញ្យល់ដឹងទាំងនេះម្ដងមួយតើសមត្ថភាពបញ្យល់ដឹងទាំងនោះជាអ្វីឲ្យប្រកបទៅសូមក្រឡេកមើលមកនេះឲ្យបានច្បាស់នៅខាងឆ្វេងគឺជាសមត្ថភាពនៃការយល់ដឹងនេះគឺជាសមត្ថភាពផ្លូវចិត្តសរុបទៅវាសំដៅលើការយល់ដឹងចំណេះដឹងនិងសមត្ថភាពនៃការគិតជាមួយនឹងការលេចចេញនៃបញ្ញាសិប្បនិម្មិតនិងការអភិវឌ្ឍបច្ចេកវិទ្យាកុំព្យូទ័រមានរឿងជាច្រើនដែលមនុស្សមិនចាំបាច់ត្រូវធ្វើក៏ប៉ុន្តែសមត្ថភាពមិនយល់ដឹងនេះមិនមែនជាទំនួលខុសត្រូវរបស់ឪពុកម្ដាយអ្នកទេវាជាទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់យើងម្នាក់ៗចំណងចំណូលចិត្តមហិច្ឆតាការតស៊ូភាពស្មោះត្រង់និងការប្រស្រ័យទាក់ទងសុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងភាពជោគជ័យរបស់អាជីវកម្មអាតូមីតាមពិតទៅវាមិនមែនទាក់ទងជាមួយនឹងភាពជោគជ័យក្នុងអាជីវកម្មរបស់អាតូមីនោះទេបើយោងតាមការស្រាវជ្រាវរបស់អ្នកប្រាជ្ញអាមេរិកបានបង្ហាញថាវាមានទាក់ទងទៅនឹងភាពជោគជ័យរបស់សង្គមទាំងអស់ភាពជោគជ័យសង្គមទាំងអស់ត្រូវបានបញ្យល់ដោយសមត្ថភាពមិនយល់ដឹងនេះឯងបើយោងតាមការស្រាវជ្រាវរបស់អ្នកប្រាជ្ញមកដល់ពេលនេះសមត្ថភាពនៃការយល់ដឹងមានឱកាសត្រឹមតែ 10% ប៉ុណ្ណោះនៅក្នុងការចូលរួមចំណែកដល់ភាពជោគជ័យអញ្ចឹងតើបុគ្គលិកលក្ខណៈជាអ្វីទៅលោកខាន់បានផ្ដល់និយមន័យដ៏អស្ចារ្យមួយចំពោះពាក្យបុគ្គលិកលក្ខណៈនេះតើបុគ្គលិកលក្ខណៈជាសមត្ថភាពបែបណាគឺជាសមត្ថភាពនៅក្នុងការទទួលខុសត្រូវខ្ញុំពិតជាពេញចិត្តនឹងនិយមន័យនេះណាស់ប្រសិនជាឲ្យនិយមន័យនេះថាការខ្លាចជាមនុស្សវាប្រហែលជាឆ្កងតែនេះឲ្យនិយមន័យថាសមត្ថភាពក្នុងការទទួលខុសត្រូវប្រសិនជាយើងបដិញ្ញាថាចង់ជោគជ័យរួមគ្នាជាមួយដៃគូ
តែយើងត្រូវធ្វើដូចម្ដេចគឺត្រូវមានទំនួលខុសត្រូវលើការប្រាជ្ញាមួយនោះនៅពេលនោះវាគឺជាទំនួលខុសត្រូវរបស់យើងដាច់ខាតត្រូវតែទទួលខុសត្រូវឧទាហរណ៍ថាដៃគូរបស់ខ្ញុំរស់នៅក្នុងជីវភាពលំបាកតើជាទំនួលខុសត្រូវរបស់អ្នកណាវាជាទំនួលខុសត្រូវរបស់ខ្ញុំហេតុអ្វីព្រោះវាជាការខ្វះទំនួលខុសត្រូវរបស់ខ្ញុំដែលមិនបានជួយឲ្យគេជោគជ័យនេះជាទំនួលខុសត្រូវដែលលោកខាន់បានលើកឡើងខាងដើមមួយវិញទៀតលោកខាន់ក៏បាននិយាយផងដែរថាប្រសិនបើយើងប្រកាសខ្លួនថា A យើងត្រូវតែធ្វើបែបនោះទោះបីយើងត្រូវខាត់បង់ផ្នែកហិរញ្ញវត្ថុក៏ដោយត្រូវធ្វើបែបនោះធ្វើវាឲ្យបានពុំនោះទេអ្នកនឹងបាត់បង់អ្វីមួយដែលធំជាងនោះទៅទៀតតើអ្វីដែលធំជាងនោះគឺទំនុកចិត្តអ្នកនឹងត្រូវបាត់បង់ទំនុកចិត្តសរុបមកវិញបុគ្គលិកលក្ខណៈគឺជាសមត្ថភាពក្នុងការទទួលខុសត្រូវបុគ្គលិកលក្ខណៈគឺខ្ពស់ជាងបញ្ញាទៅទៀតនេះជាប្រយោជន៍ដ៏ល្បីល្បាញមួយនៅក្នុងសហរដ្ឋអាមេរិកដែលបានបង្កើតឡើងដោយអ្នកប្រាជ្ញរបស់គេក៏ប៉ុន្តែកាលពី2500ឆ្នាំមុនតើពួកគេបាននិយាយអ្វីខ្លះដឹងទេបុគ្គលិកលក្ខណៈគឺជាជោគវាសនារបស់មនុស្សតើនេះមានអត្ថន័យយ៉ាងដូចម្តេចទៅការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈរបស់អ្នកគឺស្មើនឹងការផ្លាស់ប្ដូរជោគវាសនារបស់អ្នកនេះជាអ្វីដែលគេបានកំណត់រួចហើយកាលពី2000ឆ្នាំមុនបុគ្គលិកលក្ខណៈគឺជាជោគវាសនារបស់អ្នកផ្លាស់ប្ដូរបុគ្គលិកលក្ខណៈរបស់អ្នកនោះអ្នកនឹងផ្លាស់ប្ដូរជោគវាសនារបស់អ្នកបានយល់ច្បាស់ហើយឬនៅនេះគឺជាលោក John F Kennedy ការរៀនសូត្រនិងភាពជាអ្នកដឹកនាំត្រូវផ្សារភ្ជាប់គ្នាដោយមិនចេះចប់អ្នកត្រូវតែរៀនអភិវឌ្ឍភាពជាអ្នកដឹកនាំហើយលោក Drucker គាត់គឺជាបិតានៃការគ្រប់គ្រងសម័យទំនើបលោកបានសរសេរនិងបង្រៀនរហូតដល់អាយុ95ឆ្នាំតើលោកបាននិយាយអ្វីខ្លះអំពីភាពជាអ្នកដឹកនាំគឺលោកបាននិយាយថាភាពជាអ្នកដឹកនាំមិនមែនជាអ្វីដែលត្រូវបានបង្កើតឡើងនោះទេតែវាជាអ្វីដែលត្រូវបានធ្វើឲ្យរីកចម្រើនគឺយើងខ្លួនឯងត្រូវប្រៀបធៀបជាមួយនឹងអ្វីដែល John F Kennedy បាននិយាយខាងដើមការរៀនសូត្រនិងភាពជាអ្នកដឹកនាំគឺមិនអាចបំបែកបានទេសមាជិកអាតូមីត្រូវតែរៀនដើម្បីយល់ដឹងអំពីអាជីវកម្មអាតូមីតើត្រូវរៀនពីអ្នកណាដែរត្រូវរៀនពីអ្នកដែលមានបទពិសោធន៍ធ្វើដូចនេះភាពជាអ្នកដឹកនាំរបស់អ្នកនឹងមានការរីកចម្រើននៅក្រោមនេះគាត់គឺលោក Eisenhower តើលោកបាននិយាយអ្វីអំពីភាពជាអ្នកដឹកនាំភាពជាអ្នកដឹកនាំគឺជាការបង្ហាញគំរូលោក Eisenhower គឺជាមេបញ្ជាការនៃកងកម្លាំងសម្ព័ន្ធមិត្តនៅពេលនេះអ្នកសារព័ត៌មានបានសួរទៅលោកមេបញ្ជាការថាតើអ្វីទៅជាការដឹកនាំលោក Eisenhower បានយកខ្សែមួយហើយដាក់នៅលើតុរបស់គាត់បានឲ្យបរិយាក្មេងម្នាក់កាន់ខ្សែឲ្យទាញទៅមុខពេលនោះខ្សែនោះក៏ទៅដោយសារមានការទាញរបស់បរិយាម្នាក់នោះលើកនេះគាត់បានឲ្យបរិយាម្នាក់នោះដាក់ខ្សែចុះហើយទៅខាងក្រោយរុញខ្សែនោះវិញម្ដងសួរថាតើរុញខ្សែពីក្រោយវាទៅមុខដែរឬទេគាត់ថានោះហើយជាការដឹកនាំអ្នកត្រូវតែផ្ដាំគំនិតហើយដឹកនាំផ្លូវពីខាងមុខនោះហើយជាការដឹកនាំតើត្រូវទេប្រសិនបើយើងជាអ្នកដឹកនាំតែយើងទៅស្ដាប់ការបញ្ចុះពីខាងក្រោយថាកុំធ្វើហើយយើងនឹងកុំធ្វើតាមនោះគឺគ្មានអ្នកណានឹងដើរតាមយើងទៀតទេមួយវិញទៀតប្រសិនបើយើងនិយាយឲ្យគេគោរពតាមគោលការណ៍ចម្បងតែយើងបែរជាមិនគោរពតើឲ្យដៃគូយើងគាត់មើលគំរូតាមអ្នកណាទៅពាក្យថាឲ្យគេមើលគំរូតាមគឺឲ្យមើលតាមទង្វើនិងអាកប្បកិរិយារបស់បុគ្គលនោះមានអ្នកខ្លះទៀតមកតែនិយាយថាត្រូវចេះអត់ឱនដល់ដៃគូនិងត្រូវចេះយល់ចិត្តនឹងការជឿចាប់របស់ដៃគូខ្លួនឯងនិយាយបែបនោះតែមិនធ្វើនោះទេដូចនេះហើយសូមគុំមើលគំរូតាមពាក្យសម្ដីអ្វីដែលលោក Eisenhower ចង់និយាយនោះគឺប្រសិនបើអ្នកចង់ធ្វើជាគំរូដោយទង្វើនៅមុខគេនោះគេនឹងធ្វើតាមអ្នកនៅថ្ងៃដែលលោក Eisenhower បំពេបកាយ5នៅពេលដែលគាត់ចុះចណ្ដើមមកវិញជាមួយអ្នកបំពេបកាយ4និងកាយ3ក្នុងចំណោមនោះក៏មានមេធាវីជាន់ក្រោមម្នាក់បានសុំខ្ចីដីកេះពីលោក Eisenhower ដើម្បីជួបបារីគឺគាត់បានសុំខ្ចីដីកេះពីលោក Eisenhower ដែលបំពេបកាយ5ខ្ពស់ជាងគាត់ហើយលោក Eisenhower ក៏បានដកដីកេះគាត់ឲ្យខិតឲ្យមេធាវីដែលបានសុំនោះពេលនោះទាហានកាយ4ផ្សេងទៀតបានហួសចិត្តនិងខឹងសម្បាជាខ្លាំងហើយលោក Eisenhower ក៏បានហាមពួកគេកុំឲ្យខឹងគាត់លោកបាននិយាយថាយើងអ្នកលើអាចមើលឃើញខាងក្រោមច្បាស់តែគាត់វិញនៅខាងក្រោមមិនអាចមើលឃើញយើងនៅខាងលើច្បាស់នោះទេហេតុអ្វីបានជាលោក Eisenhower និយាយដូច្នេះពីព្រោះនោះហើយគឺជាការអត់ឱនវាគឺជាការអត់ឱនដូចគ្នាអញ្ចឹងដែរ sponsor នៅខាងលើអាចមើលឃើញដៃគូនៅខាងក្រោមច្បាស់ក៏ប៉ុន្តែអ្នកខាងក្រោមមិនអាចមើលឃើញអ្នកខាងលើច្បាស់នោះទេដូច្នេះតើអ្នកណាដែលត្រូវមានការអត់ឱន sponsor គឺជាអ្នកដែលចេះអត់ឱននេះហើយជាអ្វីដែលលោក Eisenhower បាននិយាយចំណែកគាត់វិញគឺជាភរិយារបស់ប្រធានាធិបតី Roger Bell គាត់ជាភរិយារបស់ប្រធានាធិបតីក៏ប៉ុន្តែគាត់ជាបុគ្គលិកពូកែនិងល្បីជាងប្រធានាធិបតីទៅទៀតគាត់បាននិយាយថាឲ្យគ្រប់គ្រងខ្លួនដោយអ្វីដែរគឺដោយខួរក្បាលបើខួរក្បាលមិនអាចគ្រប់គ្រងខ្លួនឯងនោះទេយើងអាចនឹងពិបាកចុះសម្រាប់ដៃគូវិញតើត្រូវគ្រប់គ្រងដោយអ្វីដែរគឺដោយបេះដូង
ក៏ប៉ុន្តែមានមនុស្សច្រើនណាស់ដែលធ្វើផ្ទុយពីវិធីនេះគឺមានន័យថាគាត់តែងគ្រប់គ្រងខ្លួនឯងដោយបេះដូងនិងមានការយោគយល់សម្រាប់ខ្លួនឯងជាខ្លាំងតែសម្រាប់ដៃគូវិញធ្វើទុកគេរហូតដល់គេទ្រាំមិនបានហើយរត់ចេញអស់បុគ្គលបន្ទាប់ទៅទៀតនេះគឺលោក Sam Wilton តើអ្នកទាំងអស់គ្នាស្គាល់ Walmart ដែរឬទេ Walmart គឺជាបណ្ដាញចែកចាយទំនិញមួយហើយគាត់គឺជាស្ថាបនិកនៃ Walmart នេះឯងអ្នកដឹកនាំដ៏ឆ្នើមប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបង្កើនការគោរពរបស់ប្រជាជនមកលើខ្លួនឯងដូចនេះអ្នកមិនគួរធ្វើឲ្យប៉ះពាល់ដល់ការគោរពរបស់អ្នកដទៃមកលើខ្លួនឯងនោះទេតើទទួលបានទេគឺត្រូវតែលើកដំកើងការគោរពរបស់អ្នកដទៃមកលើខ្លួនឯងដែលអង់គ្លេសហៅថា self esteem បន្តមកទៀតគឺលោក McDory តើគាត់បាននិយាយអ្វីចំពោះទំនួលខុសត្រូវដំបូងរបស់អ្នកដឹកនាំគឺត្រូវដឹងអំពីការពិតវាគឺជាការពិតរបស់ខ្លួនឯងថាតើបច្ចុប្បន្នខ្ញុំកំពុងនៅកម្រិតណាការពិតនៃក្រុមរបស់ខ្ញុំគឺជាការពិតនៃសម័យកាលសម័យបច្ចុប្បន្នមិនមែនជាយុគសម័យឧស្សាហកម្មទៀតនោះទេនេះគឺជាយុគសម័យនៃការបដិវត្តទី4តើសម័យបច្ចុប្បន្នកំពុងវិវត្តទៅជាបែបណាត្រូវចេះបញ្ចែកនិងដឹងអំពីការពិតនោះហើយជាទំនួលខុសត្រូវដំបូងរបស់អ្នកដឹកនាំអ្វីដែលសំខាន់បំផុតគឺត្រូវដឹងថាតើវប្បធម៌កំពុងវិវត្តទៅជាបែបណាក្រុមហ៊ុនដែលឈានមុខគេមួយចំនួនរបស់ពិភពលោកសប្តាហ៍ថ្ងៃនេះដូចជា Facebook, Google, Apple ជាដើមទាំងអស់នេះកំពុងផ្លាស់ប្ដូរវប្បធម៌ពីវប្បធម៌បញ្ឈរទៅជាវប្បធម៌បដិវិញវប្បធម៌បញ្ឈរមិនអាចប្រកួតប្រជែងនឹងពួកគេបាននោះទេពីព្រោះក្នុងយុគសម័យបដិវត្តឧស្សាហកម្មទី4បទបញ្ជានឹងការគោរពប្រតិបត្តិមិនសំខាន់នោះទេអ្វីដែលសំខាន់នោះគឺការច្នៃប្រឌិតរបស់មនុស្សដូចនេះហើយត្រូវតែយល់អំពីការពិតរបស់បច្ចុប្បន្ននេះវប្បធម៌កំពុងផ្លាស់ប្ដូរពីវប្បធម៌បញ្ឈរទៅជាវប្បធម៌បដិតតែបែបនេះទើបមានការច្នៃប្រឌិតលេចចេញមកបន្តមកទៀតភាពជាអ្នកដឹកនាំគឺជាសមត្ថភាពនៅក្នុងការប្រែក្លាយចក្ខុវិស័យឲ្យក្លាយទៅជាការពិតបរិម្នាក់នេះឈ្មោះ Warren Bennis ត្រូវបានគេហៅថាជាបិតានៃភាពជាអ្នកដឹកនាំដែលបានបង្កើតភាពជាអ្នកដឹកនាំជាវិន័យឯករាជ្យនាពេលបច្ចុប្បន្ននេះចុះសម្រាប់អាតូមីវិញតើអ្វីជាចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៅទីនេះសូមចងចាំថាចក្ខុវិស័យរបស់អ្នកទាំងអស់គ្នាគឺជាជីវិតដែលមានតុល្យភាពគោលដៅរបស់អ្នកទាំងអស់គ្នាគឺរកចំណូលបានមួយខែ$50,000រកបានហើយយកទៅធ្វើអ្វីដែរយកទៅចាយវាសប្បាយមែនទេគឺមិនមែនបែបនោះទេពាក្យថាជីវិតមានតុល្យភាពគឺមានន័យដូចខាងក្រោមរស់នៅសម្បូរសប្បាយមានក្តីស្រឡាញ់មានការសិក្សានិងមានការចែករំលែកទាំងនេះគឺជាគុណតម្លៃខាងក្នុងនិងគ្មានទីបញ្ចប់នោះទេកុំគិតថាខ្លួនឯងមានការសិក្សាគ្រប់គ្រាន់ហើយជាស្ដែងគឺវាមិនទាន់គ្រប់គ្រាន់ដោយការគិតរបស់អ្នកនោះទេចក្ខុវិស័យជាឆន្ទៈដែលមិនមានចំណុចបញ្ចប់តើតែមានចក្ខុវិស័យទើបចេញពីសកម្មភាពប្រសិនជាអ្នកទាំងអស់គ្នាគ្មានចក្ខុវិស័យច្បាស់លាស់អ្នកនឹងគ្មានសកម្មភាពអ្វីសម្រាប់គោលដៅដែលអ្នកសម្រេចបាននោះទេដល់ពេលនោះប្រកាសជាគិតថាខ្ញុំបានខិតខំប្រឹងប្រែងគ្រប់គ្រាន់ហើយពីពេលនេះទៅខ្ញុំនឹងខំដើរវាយកូនគោលឲ្យសប្បាយសម្រាប់ប្រាក់ខែ$50,000ក្នុងមួយខែអាចនិយាយបានថាវាជាទីបញ្ចប់នៃប្រាក់ចំណូលក្នុងអាជីវកម្មមួយនេះហេតុអ្វីដែរព្រោះនេះជាការកំណត់ពីដានប្រាក់ចំណូលរបស់ក្រុមហ៊ុនក៏ប៉ុន្តែចក្ខុវិស័យគ្មានទីបញ្ចប់នោះទេពាក្យថារស់នៅសម្បូរសប្បាយមិនមែនរស់នៅដេកស៊ីដូចជ្រូកនោះទេពាក្យថារស់នៅសម្បូរសប្បាយគឺមានគុណតម្លៃខាងក្នុងយ៉ាងអស្ចារ្យត្រឡប់មកវិញតើត្រូវផ្លាស់ប្ដូរចក្ខុវិស័យទៅជាអ្វីគឺផ្លាស់ប្ដូរឲ្យខ្លាចជាការពិតនោះហើយជាអ្នកដឹកនាំតើអ្នកណាដែលត្រូវធ្វើការងារនេះដំបូងត្រូវឲ្យ sponsor ធ្វើជាមុនបន្ទាប់មកខ្ញុំត្រូវធ្វើតាមគំរូនោះដែរចុងក្រោយគេនេះគឺលោក John Maxwell គឺជាអ្នកប្រាជ្ញនិងអ្នកនិពន្ធដ៏ល្បីល្បាញនៅលើពិភពលោកលោកបាននិយាយថាចូលថែរក្សាអ្នកបម្រើរបស់អ្នកនោះពួកគេនឹងជួយថែរក្សាអាជីវកម្មរបស់អ្នកខ្ញុំយល់ថាកិត្តបង្កើតប្រយោគនេះឡើងគឺស័ក្តិសមនឹងទីផ្សារបណ្ដាញនេះមែនទែនគឺដើម្បី sponsor មើលថែដៃគូដូចនេះសូមកុំបំផ្លាញការគោរពរបស់ដៃគូលើខ្លួនកុំប្រងើយកន្តើយនឹងគំនិតរបស់ពួកគេហើយត្រូវផ្លាស់ប្ដូរវប្បធម៌បញ្ឈររបស់អ្នកទៅជាវប្បធម៌បដិវិញតើហេតុអ្វីបានជាត្រូវធ្វើបែបនេះគឺដើម្បីភាពជោគជ័យរបស់អ្នកនិងដៃគូអ្នកបន្តមកទៀតគឺរបៀបនៃការបង្កើនថាមពលទាក់ទាញមិនចាំបាច់ទៅស្វែងពីនរណានោះទេគ្រាន់តែអនុវត្តតាមពាក្យស្លោករបស់ក្រុមហ៊ុនគឺជាការសម្រេចពាក្យស្លោកក្រុមហ៊ុនបានបែងចែកជា4ផ្នែកពាក្យទី1គឺជាអ្វីតើត្រូវគោរពអ្វីដែរគឺឲ្យយើងគោរពមនុស្សធម៌ក៏ប៉ុន្តែមានអ្នកខ្លះបានគិតថាខ្ញុំបានគោរពមនុស្សធម៌ចំពោះអ្នកហើយហេតុអ្វីបានជាអ្នកមិនគោរពមនុស្សធម៌ចំពោះអ្នកដទៃតើយើងអាចមើលឃើញព្រលឹងវិញ្ញាណអ្នកដែលនៅជិតយើងដែរទេគឺមើលមិនឃើញនោះទេមនុស្សយើងមិនអាចមើលឃើញព្រលឹងវិញ្ញាណរបស់អ្នកដទៃបានទេដូចនេះយើងក៏មិនអាចដឹងដែរថាគេគោរពមនុស្សឬអត់នោះទេតើយើងអាចដឹងតាមរយៈអ្វីដែរ
គឺតាមរយៈទង្វើនិងសកម្មភាពរបស់បុគ្គលនោះវិធីមួយគត់ដែលយើងអាចដឹងបាននោះគឺដោយសារតែគំនិតនៃព្រលឹងគឺជាគំនិតអរូបីពីទស្សនៈរបស់មនុស្សវាត្រូវបានសម្ដែងតាមរយៈសកម្មភាពឬទង្វើខាងក្រៅរបស់មនុស្សសេចក្តីជំនឿក៏ត្រូវបានបង្ហាញតាមរយៈសកម្មភាពផងដែរដូចនេះការគោរពមនុស្សធម៌ឬក៏អត់នោះគឺវានឹងបង្ហាញតាមរយៈសកម្មភាពរបស់យើងម្នាក់ៗនៅត្រង់ចំណុចនេះមានអត្ថន័យពីរទី1គឺកំប្រើនអ្នកដទៃជាមធ្យោបាយដើម្បីភាពជោគជ័យខ្លួនឯងនេះគឺជាការសន្និដ្ឋានខ្ពស់បំផុតនៃទស្សនវិជ្ជារបស់លោកខាន់ដោយសារតែមនុស្សបានបង្កើតឡើងដោយព្រះជាម្ចាស់និងមានសិទ្ធិមនុស្សពេញលេញពីធម្មជាតិដូចនេះអ្នកមិនអាចប្រើប្រាស់មនុស្សជាមធ្យោបាយដើម្បីសម្រេចគោលដៅឬភាពជោគជ័យរបស់ខ្លួនឯងនោះទេមនុស្សមានគុណតម្លៃពីកំណត់លើអ្វីៗទាំងអស់ដូចនេះមនុស្សដាច់ខាតមិនអាចត្រូវបានប្រើប្រាស់ជាមធ្យោបាយនោះទេព្រោះមនុស្សមានសិទ្ធិជាមនុស្សនិងគុណតម្លៃលើអ្វីៗទាំងអស់គឺមនុស្សមានគុណតម្លៃពីកំណើតសម្រាប់រស់នៅលើផែនដីនេះអ្វីដែលលោកខាន់បានអះអាងនោះគឺចង់សម្ដៅថាវត្ថុទាំងអស់ដែលមាននៅលើโลกនេះមិនថាផ្ទះតូបឬមីក្រូនោះទេគឺសុទ្ធតែមានសម្រាប់មនុស្សយើងតើលុយមានសម្រាប់អ្នកណាដែរគឺមានសម្រាប់មនុស្សយើងគ្រប់គ្នាដូចនេះតាមទស្សនៈសិលធម៌របស់លោកខាន់គឺអ្នកមិនអាចប្រើមនុស្សជាមធ្យោបាយដើម្បីរកលុយសម្រាប់ខ្លួនឯងនោះទេបន្តមកទៀតគឺការកែច្នៃគំនិតត្រង់ចំណុចនេះក៏មានអត្ថន័យពីរដែរទី1គឺត្រូវបង្កើតចក្ខុវិស័យវាគឺជាគំនិតនៃការសម្រេចចិត្តដោយសមហេតុផលក៏ប៉ុន្តែអ្នកត្រូវបែងចែកចក្ខុវិស័យនិងគោលដៅឲ្យបានច្បាស់លាស់ពេលខ្លះយើងប្រហែលជាគិតថាចក្ខុវិស័យនិងគោលដៅជារឿងតែមួយតែតាមពិតវាមានចំណុចខុសគ្នាបន្តិចចក្ខុវិស័យតែមានការជំរុញទឹកចិត្តនៅក្នុងនោះឲ្យនរណាម្នាក់មានទឹកចិត្តក្នុងការសម្រេចអ្វីមួយដូចនេះហើយសម្រាប់សមាជិកអាតូមីយើងអាចកំណត់ថាចក្ខុវិស័យរបស់ពួកគាត់គឺជាជីវិតមានតុល្យភាពប្រាក់ចំណូលមួយខែ$50,000មិនមែនជាចក្ខុវិស័យនោះទេវាគឺជាគោលដៅប្រសិនជាអ្នកគិតថាប្រាក់ចំណូលមួយខែ$50,000ជាចក្ខុវិស័យតើវានឹងទៅជាយ៉ាងណាគឺអ្នកនឹងគ្មានសកម្មភាពនោះទេនៅពេលដែលអ្នកបានសម្រេចវាព្រោះអ្នកនឹងគិតថាអ្នកឈានដល់ចំណុចមួយដែលគ្រប់គ្រាន់ហើយចក្ខុវិស័យពិតប្រាកដគឺជាការរស់នៅសុខសប្បាយមានក្តីស្រឡាញ់មានការសិក្សានិងការចែករំលែកដែលជាជីវិតមានតុល្យភាពពាក្យថារស់នៅសុខសប្បាយគឺគ្មានទីបញ្ចប់នោះទេសម្រាប់ការសិក្សាក៏គ្មានទីបញ្ចប់ដែរពាក្យថាសិក្សាតើមានទីបញ្ចប់នៅទីណាចំណែកឯការចែករំលែកមិនមែនត្រឹមតែក្នុងសង្គមដែលយើងរស់នៅនោះទេគឺត្រូវតែមានការចែករំលែកទៅកាន់មនុស្សជាតិដែលនៅជុំវិញពិភពលោកផងដែរវាគ្មានទីបញ្ចប់នោះទេប្រសិនបើអ្នកមានចក្ខុវិស័យនោះវានឹងជំរុញទឹកចិត្តឲ្យអ្នកបញ្ចេញសកម្មភាពគ្មានទីបញ្ចប់នោះទេក៏ប៉ុន្តែផ្ទុយពីនេះសម្រាប់គោលដៅវិញគឺវានឹងត្រូវបញ្ចប់នៅពេលដែលវាឈានដល់ចំណុចកំពូលដូចនេះដរាបណាអ្នកមានចក្ខុវិស័យនោះវានឹងជំរុញឲ្យអ្នកបញ្ចេញនូវសកម្មភាពគ្មានទីបញ្ចប់នោះទេចំណែកគោលដៅគឺជាអត្ថេបរិមាណមួយចំនួនដែលអ្នកចង់សម្រេចបានឧទាហរណ៍ដូចជាគោលដៅរកប្រាក់ចំណូលបានមួយខែ$50,000គឺជាគោលដៅដ៏អស្ចារ្យមួយធ្វើត្បិតចក្ខុវិស័យនិងគោលដៅមានភាពខុសគ្នាប៉ុន្តែមិនមែនតាក់ទងគ្នាទាំងស្រុងនោះទេប្រសិនជាគ្មានគោលដៅទេក៏មិនអាចដឹងពីចក្ខុវិស័យបានដែរតើត្រូវទេឧទាហរណ៍ថាអ្នកមិនទាន់មានចំណូលគ្រប់គ្រាន់សម្រាប់គ្រប់គ្រងខ្លួនឯងផងតើអ្នកអាចរស់នៅសុខសប្បាយមានការសិក្សាមានក្តីស្រឡាញ់និងមានការចែករំលែកដោយរបៀបណារវាងចំណុចពីរនេះប្រៀបដូចជាកាក់មួយមានមុខពីរអញ្ចឹងវាមានមុខពីរតែមិនមែនវានឹងដាច់ដោយឡែកពីគ្នានោះទេគឺនៅក្នុងកាក់តែមួយអញ្ចឹងតើសកម្មភាពទាំងអស់គួរប្រព្រឹត្តទៅដោយរបៀបណាតើមនុស្សគួរតាមស្តង់ដារអ្វីអ្នកប្រាជ្ញបានរកឃើញច្បាប់មួយដែលគេហៅថាច្បាប់មាសភាសាអង់គ្លេសហៅថា Golden Rule នេះជាអ្វីដែលអ្នកប្រាជ្ញគ្រប់សម័យកាលទាំងលោកខាងកើតនិងលោកខាងលិចបាននិយាយប្រសិនជាគ្រាន់តែប្រព្រឹត្តតាមច្បាប់នេះនោះមនុស្សជាតិនឹងមានសុភមង្គលនេះគឺជាអ្វីដែលមាននៅក្នុងព្រះគម្ពីរលូកាតើក្នុងខគម្ពីរនេះបាននិយាយអំពីអ្វីដែរគឺបានចែងថាដែលអ្នករកគ្នាចង់ឲ្យគេប្រព្រឹត្តតើខ្លួននឹងទៅជាយ៉ាងណានោះត្រូវតែប្រព្រឹត្តនឹងគេយ៉ាងនោះដែរប្រសិនបើអ្នកមិនចូលចិត្តឲ្យគេចោទសម្រាមអ្នកមិនត្រូវចោទសម្រាមដូចគ្នាអញ្ចឹងដែរប្រសិនបើអ្នកមិនចង់ឲ្យគេប្រើប្រាស់ខ្លួនជាមធ្យោបាយរកលុយអ្នកក៏មិនត្រូវប្រើប្រាស់អ្នកណាធ្វើជាមធ្យោបាយដូចគ្នាអញ្ចឹងដែរប្រសិនជាអ្នកមិនចូលចិត្តឲ្យគេក្បត់ពាក្យសន្យាអ្នកក៏ត្រូវតែគោរពពាក្យសន្យាដូចគ្នានេះគឺជារឿងសំខាន់បំផុតនៅក្នុងទស្សនវិជ្ជាសិលធម៌ទាំងអស់ប្រសិនជាយើងអាចធ្វើបែបនេះបាននោះសង្គមនឹងមិនមានភាពច្របូកច្របល់នោះទេដើម្បីកាត់បន្ថយភាពច្របូកច្របល់ក្នុងសង្គមតើយើងត្រូវធ្វើបែបណាគឺត្រូវចេះជួយគ្នាទៅវិញទៅមកនិងគិតពីប្រយោជន៍គ្នាទៅវិញទៅមកនេះហើយដែលយើងហៅថាសាមគ្គីជោគជ័យការរួមចិត្តរួមគំនិតដើម្បីជោគជ័យយើងត្រូវប្រព្រឹត្តទៅតាមគោលការណ៍
យើងនឹងដឹងថាអ្វីដែលមានប្រយោជន៍សម្រាប់គ្នាទៅវិញទៅមកមិនខានចូលដល់ពាក្យស្លោកឃ្លាទី3ជាអ្វីដែរគឺត្រូវឲ្យមានជំនឿពាក្យនេះមានន័យថាប្រសិនជាអ្នកមានគោលដៅចង់ក្លាយជា Royal Reader Club ក្នុងរយៈពេល3ខែទៅ5ឆ្នាំអ្នកត្រូវតែមានជំនឿលើគោលដៅនោះហើយខំប្រឹងឲ្យអស់ពីលទ្ធភាពកុំឲ្យមានចិត្តវិចវេត្រូវមានភាពជឿជាក់លើគោលដៅនោះហើយខំប្រឹងឲ្យខ្លាំងក៏ប៉ុន្តែសួរថាតើត្រូវធ្វើដូចម្តេចដើម្បីអាចមានសេចក្តីជំនឿដ៏រឹងមាំបានគឺយើងត្រូវមានភាពជឿជាក់ហើយភាពជឿជាក់នេះគឺមិនអាចទទួលបានដោយចៃដន្យនោះទេសម្រាប់មនុស្សយើងម្នាក់ៗគឺមានមនសិការដឹងខាងក្រៅនិងមនសិការខាងក្នុងមនសិការយល់ដឹងខាងក្រៅគឺមានតែ 10% នៃមនសិការខាងក្នុងប៉ុណ្ណោះវាប្រៀបដូចជាផ្ទាំងទឹកកកដែលលេចចេញនៅខាងលើនៃផ្ទៃសមុទ្រអញ្ចឹងផ្ទាំងទឹកកកដែលនៅខាងក្រោមសមុទ្រគឺមានរហូតដល់ 90% ប្រសិនបើយើងមិនប្រយ័ត្ននឹងត្រូវបុកផ្ទាំងទឹកកកដែលនៅខាងក្រោមបង្កជាគ្រោះថ្នាក់មិនខាន 90% របស់ផ្ទាំងទឹកកកគឺលេចនៅក្រោមសមុទ្រយោងតាមការស្រាវជ្រាវរបស់អ្នកចិត្តសាស្ត្របានបង្ហាញថាមនសិការយល់ដឹងខាងក្រៅគឺមានតែ 10% ប៉ុណ្ណោះ 90% ទៀតគឺជាមនសិការខាងក្នុងហើយអ្វីដែលគ្រប់គ្រងដល់រូបកាយយើងនោះមិនមែនជាមនសិការខាងក្រៅ 10% នោះទេគឺជាមនសិការខាងក្នុងដូចនេះអ្នកប្រាជ្ញបាននិយាយថាមនុស្សយើងអាចមានភាពជឿជាក់បានលុះត្រាតែមានមនសិការខាងក្រៅនិងខាងក្នុងមានភាពដូចគ្នាដើម្បីឲ្យយើងមានជំនឿបានយើងត្រូវធ្វើមនសិការខាងក្រៅនិងខាងក្នុងឲ្យមានភាពដូចគ្នាសិនដូចនេះហើយអ្នកប្រាជ្ញបានប្រាប់យើងឲ្យសរសេររឿងនេះដាក់ក្រោមគ្រែដើម្បីទន្ទិញរាល់ថ្ងៃពេលធ្វើដូចនោះមនសិការខាងក្នុងនឹងចាប់ផ្ដើមដឹងអំពីអ្វីដែលមនសិការខាងក្រៅកំពុងមានបន្ទាប់មកមនសិការខាងក្រៅនិងខាងក្នុងនឹងមានភាពដូចគ្នាដែលវាមិនធ្វើឲ្យបាត់បង់ភាពក្លាហាននោះទេអ្នកប្រាជ្ញក៏បាននិយាយផងដែរថានៅពេលដែលកោសិកាខាងក្រៅនិងខាងក្នុងមានសភាពដូចគ្នាហើយនោះប្រព័ន្ធជោគជ័យរបស់អ្នកនឹងចាប់ផ្ដើមដំណើរការគឺពេលនោះហើយដែលប្រព័ន្ធជោគជ័យរបស់អ្នកចាប់ផ្ដើមដំណើរការប៉ុន្តែសួរថានៅពេលនោះអ្នកនឹងជួបតែរឿងល្អមែនទេគឺមិនមែនបែបនោះទេបើយោងតាមសៀវភៅជោគជ័យមួយបាននិយាយថាមានឧបសគ្គជាច្រើននៅតែលេចឡើងទោះជាប្រព័ន្ធជោគជ័យបានដំណើរការហើយក៏ដោយក៏ប៉ុន្តែអ្នកនឹងអាចយកឈ្នះឧបសគ្គនោះបានដោយសារតែមនសិការខាងក្រៅនិងខាងក្នុងមានភាពដូចគ្នានេះហើយជាអ្វីដែលយើងហៅថាត្រូវមានជំនឿនៅក្នុងឃ្លាទី3នៃពាក្យស្លោកចូលដល់ពាក្យស្លោកចុងក្រោយជាអ្វីដែរគឺដាក់ខ្លួនឲ្យទាបពាក្យនេះជាឃ្លាបញ្ចប់នៃពាក្យស្លោកទោះបីជាអ្នកបានធ្វើតាម3ចំណុចខាងក្រោមក៏ដោយប្រសិនបើអ្នកមិនធ្វើតាមចំណុចចុងក្រោយនេះទេអ្នកមិនអាចជោគជ័យបាននោះទេអាជីវកម្មអាតូមីគឺជាការបម្រើសេវាកម្មមួយពាក្យថាសេវាកម្មបានមកពីពាក្យដើមគឺអ្នកបម្រើ Service គឺមកពីពាក្យថា servant ដែលមានន័យថាអ្នកបម្រើអញ្ចឹងតើអ្នកណាគឺជាស្ដេចអតិថិជនគឺជាស្ដេចដៃគូរបស់អ្នកគឺជាស្ដេចក៏ប៉ុន្តែប្រសិនជាអ្នកយកអតិថិជនដែលប្រៀបដូចជាស្ដេចមកធ្វើជាអ្នកបម្រើតើអ្នកអាចជោគជ័យបានដែរឬទេដាច់ខាតមិនអាចទៅរួចនោះទេអ្នកប្រាជ្ញបានប្រាប់យើងគ្រប់យ៉ាងអំពីការបន្ទាបខ្លួនថាប្រសិនបើអ្នកមិនបន្ទាបខ្លួនអ្នកក៏មិនអាចជោគជ័យបានដែរនេះជាអ្វីដែលអ្នកប្រាជ្ញបាននិយាយដំបូងគេនេះគឺជារឿងរ៉ាវដែលបានកត់ត្រានៅក្នុងរឿងបុរាណវិទ្យានៃលោកភាគខាងកើតបុគ្គលដែលគង់ជឿគោរពបំផុតគឺបុរសឈ្មោះចៅកុងដែលបានបង្កើតវប្បធម៌បូព៌ាទោះជាលោកអ្នកមានទេពកោសល្យដោយលោកចៅកុងក៏ដោយប្រសិនបើបុគ្គលនោះមានភាពក្រអឺតក្រទមមនុស្សប្រភេទនេះគ្មានអ្វីត្រូវមើលទៀតនោះទេអ្នកក្រអឺតក្រទមត្រង់នេះគឺសំដៅលើក្រអឺតក្រទមលើសម្ភារៈនិងភាពក្រអឺតក្រទមផ្លូវចិត្តពាក្យថាក្រអឺតក្រទមដែលលោកខុងជឿចង់សំដៅនោះគឺការដែលមិនចេះសរសើរលើកទឹកចិត្តអ្នកដទៃនិងការដែលមិនចេះអរគុណអ្នកដទៃឧទាហរណ៍ថាដៃគូបានខិតខំប្រឹងប្រែងធ្វើអាជីវកម្មជាមួយអ្នកតែអ្នកមិនដែលបានអរគុណគេនោះទេនេះហើយគឺជាភាពក្រអឺតក្រទមដូចនេះមនុស្សដែលមិនចេះដាក់ខ្លួនហើយក្រអឺតក្រទមប្រភេទនេះគ្មានអ្វីត្រូវឲ្យយើងស្រឡឹងមើលតទៅទៀតនោះទេបុគ្គលនោះគ្មានតម្លៃទៀតនោះទេសមត្ថភាពទាក់ទាញមនុស្សមិនមែនមកពីកន្លែងផ្សេងគ្នាទេប្រសិនជាអ្នកអាចគោរពតាមពាក្យស្លោកធ្វើបុរបស់ក្រុមហ៊ុននោះភាពជាអ្នកដឹកនាំក៏ចេញមកបុគ្គលិកលក្ខណៈក៏ចេញមកសមត្ថភាពនឹងលេចចេញមកភាពទាក់ទាញក៏ចេញមកហើយទីបំផុតអ្នកនឹងក្លាយជាមនុស្សដែលមានភាពទាក់ទាញមុននឹងបញ្ចប់សូមបានឃ្លាទាំង4នេះទាំងអស់គ្នាទី1តើត្រូវការគោរពលើអ្វីដែរគឺគោរពលើមនុស្សធម៌ទី2គឺការច្នៃគំនិតទី3គឺត្រូវមានជំនឿនិងទី4ត្រូវដាក់ខ្លួនឲ្យទាប
ប្រសិនជាអ្នកទាំងអស់គ្នាធ្វើអាជីវកម្មនេះដោយនឹកពាក្យស្លោកនេះជាប្រចាំអ្នកទាំងអស់គ្នានឹងជោគជ័យសូមអ្នកទាំងអស់គ្នាទទួលបានភាពជោគជ័យសូមអរគុណចាយ៉ាងណាដែរថ្នាក់ដឹកនាំទាំងអស់គ្នាចាក្រោយពីបានទស្សនាជាមួយនឹងខ្សែវីដេអូចា25នាទីនេះចាតើយល់បានច្រើនដែរឬទេចាវីដេអូនេះល្អដែរអត់ចាបើសិនជាល្អសូមស្នូតតែដែរខ្លាំងចាអរគុណទៅដល់វីដេអូមួយនេះចាដែលបានបង្ហាញចាច្បាស់អំពីការដឹកនាំនៅក្នុងអាជីវកម្មអាតូមីផងដែរចាអញ្ចឹងថ្ងៃនេះផងដែរបន្ទាប់ពីការសន្តាប់ជាមួយនឹងខ្សែវីដេអូរបស់យើងរួចរាល់ហើយចាថ្ងៃនេះគឺយើងនៅមានវាគ្មិនមួយរូបទៀតចាដែលរូបលោកនឹងចូលរួមចែករំលែកតាក់ទងជាមួយនឹងប្រធានបទការចូលរួមប្រជុំពេលព្រឹកនៅថ្ងៃនេះចាអញ្ចឹងចង់ដឹងថាតើរូបលោកចានឹងចូលរួមចែករំលែកអំពីអ្វីនោះចានេះខ្ញុំក៏សូមគោរពអញ្ជើញសេរីរ៉ូ Master មីចរិយាចាសូមស្នូតតែដែរខ្លាំងផងដែរចាជាបឋមខ្ញុំសូមគោរពជម្រាបសួរបងប្អូនក្រុមគ្រួសារអាតូមីទាំងអស់ដែលមានវត្តមាននៅទីនេះហើយក៏សូមជម្រាបសួរហើយនឹងផ្ញើសេចក្តីនឹករលឹកទៅដល់អ្នកដែលទស្សនាតាមការ live ផងដែរចាអញ្ចឹងព្រឹកនឹងបងប្អូនច្បាស់ជាទទួលបានអាហារពីរប្រភេទចាអញ្ចឹងអាហារទី1គឺអាហារពេលព្រឹកដែលយើងស្រស់ស្រូបមែនអត់បងប្អូនទាំងអស់គ្នាចាអាហារទី2គឺអាហារផ្នែកបញ្ញារបស់យើងដែលជាវីដេអូអំបញ្ញមិញនេះអញ្ចឹងបងប្អូនទស្សនាវីដេអូអំបញ្ញមិញនេះហើយបងប្អូនចាប់អារម្មណ៍ចំណុចណាដែរបងប្អូនទាំងអស់គ្នាចាច្បាស់ជាមានកន្លែងដែលយើងចាប់អារម្មណ៍ហើយការចាប់អារម្មណ៍របស់យើងគឺផ្សេងគ្នាក៏ប៉ុន្តែថ្ងៃនេះខ្ញុំនឹងបន្ថែមនៅចំណុចខ្លះនៅក្នុងវីដេអូនេះផងដែរចាអញ្ចឹងនៅក្នុងអាជីវកម្មអាតូមីលក្ខខណ្ឌដែលអាចទទួលបានភាពជោគជ័យគឺអីគេបងប្អូនទាំងអស់គ្នាចាអញ្ចឹងនៅក្នុងវីដេអូអំបញ្ញមិញនេះលោកបានលើកឡើងថាចំណុចដំបូងលក្ខខណ្ឌដែលយើងអាចទទួលបានភាពជោគជ័យគឺការដែលយើងមានភាពតាក់ទាញចាការដែលយើងធ្វើឲ្យមានសមាជិកមកចូលរួមប្រជុំចាអញ្ចឹងនៅពេលដែលសមាជិកមកចូលរួមប្រជុំឬចូលរួមសិក្ខាសាលានោះចាគឺជាភាពតាក់ទាញមួយហើយក៏ប៉ុន្តែបើសិនជាយើងធ្វើឲ្យគេនៅរហូតដល់ចប់ក៏ជាចំណុចទី2នៃភាពតាក់ទាញដែរចាអញ្ចឹងយើងត្រូវតែមានតិចនិចមានមធ្យោបាយយ៉ាងណាដើម្បីធ្វើឲ្យគេនៅដល់ចប់ហើយអ្វីដែលសំខាន់នោះគឺឲ្យគេត្រឡប់មកសារជាថ្មីមែនអត់បងប្អូនទាំងអស់គ្នាចាអញ្ចឹងនៅក្នុងប្រធានបទដំបូងនេះដែរខ្ញុំនឹកឃើញទៅដល់សម្ដីរបស់ Ground Master Kim Bong Su ដែលគាត់មកកាលពីដើមឆ្នាំកន្លងទៅគាត់និយាយថាថ្មីត្បិតតែវត្តមានរបស់យើងនៅលើឆាកកាន់ក្បាលមីក្រូនេះគឺជារឿងមួយដែលសំខាន់ប៉ុន្តែអ្វីដែលសំខាន់ជាងហ្នឹងគឺយើងអាចហៅគេមកអង្គុយនៅទីនេះកាន់តែសំខាន់មែនអត់បងប្អូនទាំងអស់គ្នាចាអញ្ចឹងមានអ្នកខ្លះគាត់ចង់ឡើងមកធ្វើវាគ្មិនគាត់ប្រឹងវឹកហាត់ធ្វើវាគ្មិនក៏ប៉ុន្តែអ្វីដែលវាជារឿងល្អហើយប៉ុន្តែបើសិនជាយើងអាចធ្វើវាគ្មិនហើយយើងអាចអញ្ជើញគេឬក៏យើងគ្រាន់តែអាចអញ្ជើញគេមកចូលរួមនៅទីនេះគឺជារឿងមួយដែលល្អជាងនេះទៅទៀតតែកាន់តែពិសេសជាងនេះទៅទៀតគឺធ្វើឲ្យគេនៅរហូតដល់អាជីវកម្មនោះទទួលបានភាពជោគជ័យអញ្ចឹងសួរថាធ្វើម៉េចទើបអាចឲ្យគេនៅរហូតដល់ទទួលបានភាពជោគជ័យចាជាទូទៅយើងទាំងអស់គ្នាងាយស្រួលចាសម្រាប់ការអញ្ជើញគេមកឲ្យចូលរួមមួយអាជីវកម្មក៏ប៉ុន្តែឲ្យគេតស៊ូនៅក្នុងអាជីវកម្មនេះគឺមិនងាយស្រួលមែនបងប្អូនទាំងអស់គ្នាចាហើយកាន់តែពិបាកជាងនឹងទៅទៀតព្រោះភាពជោគជ័យយើងគឺចង់បាន$10,000ក្នុងមួយខែក៏ប៉ុន្តែយើងត្រូវ$10,000ក្នុងមួយខែលុះត្រាតែមានអ្នកដែលមានសមត្ថភាពជាងយើងចូលមកក្នុងអាជីវកម្មមួយនេះតែជាទូទៅអ្នកដែលមានសមត្ថភាពជាងយើងហ្នឹងចាគឺយើងត្រូវការសមត្ថភាពយើងដែរដឹងសមត្ថភាពអីគេអត់បងប្អូនទាំងអស់គ្នាចាគឺសមត្ថភាពនៃការអត់ធ្មត់ចាទើបមានអ្នកដែលមានសមត្ថភាពជាងយើងនឹងចូលមកក្នុងខ្សែយើងបើយើងអត់ចេះអត់ធ្មត់ទេចាយើងអត់មានអ្នកដែលមានសមត្ថភាពនៅក្នុងខ្សែយើងទេមែនអត់បងប្អូនទាំងអស់គ្នាចាហើយបន្ទាប់មកទៀតនោះគឺខ្ញុំមើលឃើញនៅក្នុងវីដេអូមួយនេះផងដែរគឺចំណុចដែលអាចផ្ដល់ភាពតាក់ទាញគឺលោកបណ្ឌិតលីសាំងយុនគាត់បានលើកឡើងពីចំណុចចាទី1គឺបុគ្គលិកលក្ខណៈទី2គឺសមត្ថភាពនឹងឯងអញ្ចឹងសមត្ថភាពដែលខ្ញុំលើកឡើងបាញ់មិញគឺជាពាក់ព័ន្ធជាមួយនឹងសមត្ថភាពអីគេគឺសមត្ថភាពផ្នែកមិនយល់ដឹងចា
អត់ធ្មត់អីហ្នឹងហើយគឺជាសមត្ថភាពផ្នែកមិនយល់ដឹងដែលអាជីវកម្មអាតូមីត្រូវការបំផុតបើសមត្ថភាពផ្នែកយល់ដឹងហ្នឹងចាឥឡូវប្រហែលជាយើងយល់ដឹងចាញ់កុំព្យូទ័រឬក៏ឆាត GPT អីទេមើលទៅមែនអត់បងប្អូនទាំងអស់គ្នាចាតែសមត្ថភាពផ្នែកមិនយល់ដឹងហ្នឹងគឺវាមានសារៈសំខាន់ហើយវាក៏ជាបុគ្គលិកលក្ខណៈរបស់មនុស្សយើងដែលអាចសម្រេចនៅជោគវាសនារបស់យើងផងដែរមែនអត់អញ្ចឹងយើងត្រូវតែអភិវឌ្ឍសមត្ថភាពអស់ហ្នឹងអញ្ចឹងទាំងពីរហ្នឹងគឺបង្កើតបានជាភាពជាអ្នកដឹកនាំអញ្ចឹងចំណុចដែលបន្តទៅទៀតនៅក្នុងវីដេអូរបស់បណ្ឌិតលីសាំងយុនហ្នឹងគាត់លើកឡើងអំពីភាពជាអ្នកដឹកនាំដែលលើកយកលោកផ្កាយ5ម្នាក់ចាដោយសារខ្ញុំអត់ហៅឈ្មោះគាត់ចំកើតចាអញ្ចឹងលោកផ្កាយ5ម្នាក់នោះគាត់លើកឡើងអំពីឧទាហរណ៍ដែលគាត់ក្នុងភាពជាអ្នកដឹកនាំគឺត្រូវតែនាំមុខគេមានន័យថាគាត់ឲ្យនាយទាហានម្នាក់គឺកាន់ខ្សែមួយហើយអូសអញ្ចឹងខ្សែហ្នឹងក៏មកតាមគាត់តែបើសិនជាយើងរុញពីក្រោយតែខ្សែហ្នឹងមកតាមយើងអត់ចាអញ្ចឹងវាដូចគ្នាកន្លែងនេះខ្ញុំលើកទៅជាឧទាហរណ៍ជាក់ស្ដែងបើសិនជាយើងអត់ចូលរួមសិក្ខាសាលាទេតែយើងចេះតែអញ្ជើញសមាជិកឬក៏រុញដៃគូយើងឲ្យទៅចូលរួមសិក្ខាសាលាតើពួកគាត់ទៅអត់បងប្អូនចាប្រកាសជាអត់ហើយអញ្ចឹងនេះហើយគឺជាសមត្ថភាពនៃការដែលយើងដឹកនាំអញ្ចឹងការដឹកនាំគឺការទៅមុខចាផ្ដើមគំនិតហើយទៅមុខគេទៅមុនគេហ្នឹងគឺជាសមត្ថភាពនៃការដឹកនាំដែលលោកបានលើកឡើងហើយមួយវិញទៀតនោះគឺលោកផ្កាយ5រូបនោះដែរគាត់បានលើកឡើងអំពីចាអ្នកខាងលើអាចមើលឃើញទៅខាងក្រោមតែអ្នកក្រោមអត់អាចមើលឃើញអ្នកលើទេមានន័យថាថ្នាក់លើគឺត្រូវតែធ្វើម៉េចឲ្យគាត់មានការយោគយល់អធ្យាស្រ័យទៅកាន់ថ្នាក់ក្រោមមែនអត់បងប្អូនចាអញ្ចឹងបន្ទាប់មកទៀតអ្វីដែលពិសេសនៅក្នុងវីដេអូដែលខ្ញុំបានមើលនៅក្នុងនេះហើយខ្ញុំជឿថាបងប្អូនមានចំណុចផ្សេងពីខ្ញុំហើយក៏អាចជាការបកស្រាយមួយនេះបងប្អូននឹងកាន់តែយល់បន្ថែមទៀតដែលនាងខ្ញុំធ្លាប់លើកឡើងថាខ្ញុំធ្វើអាជីវកម្មអាតូមីតែ2ឆ្នាំទេគឺខ្ញុំទទួលបានអូតូសេលហើយនៅក្នុងអូតូសេលរបស់ខ្ញុំតែលើកឡើងអំពីប្រធានបទដែលនាងខ្ញុំនិយាយនោះគឺមើលឲ្យធ្លុះហើយនឹងចាក់ឲ្យធ្លាយហើយនៅក្នុងចំណុចចាក់ឲ្យធ្លាយរបស់នាងខ្ញុំគឺនាងខ្ញុំតែលើកឡើងអំពីពាក្យស្លោករបស់ក្រុមហ៊ុនចាអញ្ចឹងដូចគ្នានៅក្នុងវីដេអូមួយនេះដែរដើម្បីយើងទទួលបានភាពតាក់ទាញដើម្បីយើងទទួលបានសមត្ថភាពក្នុងការដឹកនាំចាគឺមានតែការអនុវត្តទៅតាមពាក្យស្លោករបស់យើងតែប៉ុណ្ណោះចាដែលលោកបានលើកឡើងថាទី1គឺពាក្យថាគោរពមនុស្សធម៌បងប្អូនដឹងថាលើโลกហ្នឹងអ្នកណាគេឆ្លាតជាងគេអត់បងប្អូនដឹងអត់នៅលើពិភពលោកយើងហ្នឹងលើโลกយើងហ្នឹងអ្នកណាឆ្លាតជាងគេព្រះចាព្រះគឺឆ្លាតជាងគេក៏ប៉ុន្តែព្រះមានអីគឺមានចិត្តធម៌ចាអញ្ចឹងដើម្បីយើងគោរពមនុស្សធម៌បានតើតែយើងសម្អាតចិត្តយើងទៅតាមសម្ដីព្រះទៅនិយាយថាម៉េចចាពុទ្ធិកាឬក៏ចាព្រះបន្ទូលរបស់ព្រះផងដែរចាអញ្ចឹងដើម្បីយើងអាចទទួលបាននៅអាចំណុចដែលគោរពមនុស្សធម៌បានតើតែយើងលាងសម្អាតចិត្តយើងអញ្ចឹងដើម្បីលាងសម្អាតចិត្តយើងបានលុះត្រាតែមនុស្សយើងចាមានការអត់ឱនការអធ្យាស្រ័យការគុំបន្ទោសឬក៏អត់មានសេចក្តីលុបលន់ចាចំណុចមួយទៀតគឺការចំណែនចំណុចមួយទៀតនោះគឺពាក់ព័ន្ធជាមួយនឹងកំហឹងអញ្ចឹងបើសិនជាយើងចេញដំណើរទៅធ្វើអាជីវកម្មអាតូមីយើងត្រូវតែព្យាយាមសម្អាតចិត្តយើងនៅក្នុងចំណុចទី1នេះដើម្បីឲ្យយើងទទួលបាននៅទង្វើមួយដែលអាចចាត់ទុកថាជាទង្វើនៃការគោរពមនុស្សធម៌ផងដែរអញ្ចឹងបើសិនជាយើងមានភាពលុបលន់យើងចេញទៅណែនាំគេគឺយើងច្បាស់ជាថ្លឹងថ្លែងនឹងចំណូលជារួមជាមួយនឹងការចំណាយឬក៏យើងធ្វើអាជីវកម្មមួយនេះជាមួយដៃគូយើងច្បាស់ជាគិតអំពីភាពចំណេញរបស់យើងជាងភាពចំណេញរបស់ដៃគូមែនអត់បងប្អូនទាំងអស់គ្នាចាអញ្ចឹងដើម្បីយើងទទួលបានអូតូសេកាន់តែលឿនលុះត្រាតែបងប្អូនគោរពទៅតាមពាក្យស្លោករបស់យើងគឺការគោរពមនុស្សធម៌គឺកុំយកអ្នកដតីគឺជាឈ្នន់របស់យើងចា
ហើយចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងកាយឆ្នៃកំណត់របស់លោកបណ្ឌិតលីសាំងយុនដោយសារវីដេអូគាត់និយាយច្រើនណាខ្ញុំគ្រាន់តែសង្ខេបខ្លីៗហើយបូកជាមួយនឹងបទពិសោធន៍ខ្លះៗចាអញ្ចឹងពាក់ព័ន្ធជាមួយនឹងការកែច្នៃកំណត់គឺនៅក្នុងនេះដែរគាត់លើកឡើងអំពីចក្ខុវិស័យហើយនឹងគោលដៅបងប្អូនទាំងអស់គ្នាគោលដៅគឺយើងទៅដល់តែចក្ខុវិស័យអត់មានកន្លែងដល់ទេឥឡូវឧទាហរណ៍ថាចេះឧទាហរណ៍ថានាងខ្ញុំចង់ទៅកំពង់សោមជាមួយក្រុមគ្រួសារខ្ញុំអញ្ចឹងគោលដៅរបស់ខ្ញុំគឺកំពង់សោមអញ្ចឹងនៅពេលដែលខ្ញុំទៅដល់កំពង់សោមគឺខ្ញុំបញ្ឈប់សកម្មភាពទៅទៀតហើយតែបើសិនជាចក្ខុវិស័យរបស់ខ្ញុំគឺអីគេចាចក្ខុវិស័យខ្ញុំគឺផ្ដល់សុខសុភមង្គលដល់កូនឬក៏ស្វាមីរបស់ខ្ញុំអញ្ចឹងនៅក្នុងការទៅដល់កំពង់សោមរបស់ខ្ញុំគឺនៅតែមានសកម្មភាពដែលនាងខ្ញុំត្រូវតែបន្តអញ្ចឹងជាក់ស្ដែងនៅក្នុងអាតូមីគឺចាំបាច់ណាស់ដែលបងប្អូនទាំងអស់គ្នាត្រូវតែបង្កើតចក្ខុវិស័យរបស់ខ្លួនឯងរួមជាមួយនឹងគោលដៅព្រោះចក្ខុវិស័យហើយនឹងគោលដៅនោះវាខុសគ្នាមែនប៉ុន្តែវាតែមួយចាវាតែមួយអញ្ចឹងឧទាហរណ៍ថាយើងចង់បានជីវិតដែលមានតុល្យភាពតែជីវិតដែលមានតុល្យភាពដែលយើងចង់បានហ្នឹងលុះត្រាតែយើងមានលុយដែរបើសិនជាយើងអត់មានលុយទេយើងក៏មិនអាចសម្រេចនៅជីវិតដែលមានតុល្យភាពនឹងដែរអញ្ចឹងបងប្អូនទាំងអស់គ្នាដែលចង់បានភាពជាអ្នកដឹកនាំឬក៏ចង់មានភាពតាក់ទាញត្រូវតែបង្កើតចក្ខុវិស័យរបស់ខ្លួនឯងចាហើយធ្វើយ៉ាងណាឲ្យចក្ខុវិស័យហ្នឹងមានកំណត់នៅគោលដៅដើម្បីសម្រេចបានផងដែរអញ្ចឹងនៅក្នុងចំណុចនេះផងដែរខ្ញុំលើកឡើងអំពីការចាប់ផ្ដើមអាជីវកម្មអាតូមីរបស់ខ្ញុំអញ្ចឹងខ្ញុំបានដាក់គោលដៅជាបន្តបន្ទាប់នៅពេលដែលខ្ញុំកំឡុងពេលចាប់ផ្ដើមរហូតមកដល់បច្ចុប្បន្ននៅតែព្យាយាមបន្តដាក់គោលដៅរហូតដោយសារអីដោយសារតែយើងចង់សម្រេចនៅចក្ខុវិស័យរបស់យើងដូចគ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតែបង្កើតគោលដៅកាលណាយើងធ្វើអត់មានគោលដៅគឺយើងអត់ដឹងថាយើងត្រូវទៅតំបន់ណាហើយចំណុចមួយទៀតដែលពាក់ព័ន្ធនៅក្នុងចំណុចទី2នៃការកែច្នៃកំណត់នឹងដែរខ្ញុំចង់លើកឡើងអំពីចំណុចដែលនៅក្នុង slide ពេលហ្នឹងគឺបណ្ឌិតលីសាំងយុនបកស្រាយក៏វាជាសមត្ថភាពមួយនៅក្នុងការសម្រេចចិត្តផងដែរអញ្ចឹងបើបងប្អូនអត់មានចក្ខុវិស័យឬក៏បងប្អូនអត់មានគោលដៅទេគឺបងប្អូនគ្មានការសម្រេចចិត្តទេអញ្ចឹងការសម្រេចចិត្តមាន2ចាសម្រេចចិត្តធ្វើសម្រេចចិត្តមិនធ្វើសម្រេចចិត្តទៅសម្រេចចិត្តមិនទៅចាអញ្ចឹងឲ្យតែយើងធ្វើការសម្រេចចិត្តមួយណាក៏ល្អដែរតែអ្វីដែលពិបាកសម្រាប់ពួកយើងគឺការមិនព្រមធ្វើការសម្រេចចិត្តជឿថាអញ្ចឹងអត់ចាការមិនព្រមធ្វើការសម្រេចចិត្តគឺយើងអត់ហ៊ានទៅសេអំពីគោលដៅយើងចេញមកទេចាថាធ្វើឬក៏មិនធ្វើចាគឺអត់ទៅសេចេញមកអញ្ចឹងបើសិនជាយើងទៅសេចេញមកយើងនឹងធ្វើការសម្រេចចិត្តបើអត់ធ្វើហ្មងក៏ល្អជាងការមិនសម្រេចចិត្តដែរតើទាំងអស់គ្នាចាអញ្ចឹងឧទាហរណ៍ថាថ្ងៃហ្នឹងខ្ញុំអត់ចេញទៅក្រៅទេអញ្ចឹងខ្ញុំសម្រេចចិត្តថាខ្ញុំអត់ចេញទៅក្រៅទេខ្ញុំសម្រេចចិត្តថាខ្ញុំនៅផ្ទះគេងឲ្យឆ្អែតអញ្ចឹងខ្ញុំប្រកាសជាគេងបានឆ្អែតហើយស្ងប់ស្កប់ស្កល់តែបើសិនជាខ្ញុំមិនសម្រេចចិត្តមិនទៅក្រៅមិនដឹងនៅផ្ទះមិនដឹងអញ្ចឹងខ្ញុំនៅអូស Facebook ខ្ញុំនៅធ្វើអីអញ្ចឹងខ្ញុំអត់មានបានអត្ថប្រយោជន៍អីទាំងអស់សម្រាប់ខ្លួនឯងតើទាំងអស់គ្នាចាអញ្ចឹងនេះគឺជាចំណុចទី2ដែលខ្ញុំចង់កើនរំលឹកបងប្អូនទាំងអស់គ្នាចានៅចំណុចមួយទៀតនៅក្នុងពាក្យស្លោករបស់យើងគឺពាក់ព័ន្ធជាមួយនឹងត្រូវឲ្យមានជំនឿចំណុចនេះផងដែរគឺពាក់ព័ន្ធជាមួយនឹងបណ្ឌិតលីសាំងយុនក៏លើកឡើងអំពីតកដែលដែតមកគឺជា 10% ឬក៏ចំនួនតិចទេតែចំនួនដែលច្រើនគឺនៅកប់ទៅក្នុងផ្ទៃទឹកចាហើយគាត់លើកឡើងអំពីមនសិការខាងក្រៅនិងមនសិការខាងក្នុងអញ្ចឹងខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងមួយបងប្អូនទាំងអស់គ្នាចាកាលពីប្រហែលថ្ងៃមុនប្រទេសកម្ពុជាយើងមានសង្គ្រាមហើយវីដេអូដែលពេលកំឡុងពេលហ្នឹងគឺល្បីខ្លាំងគឺបរោះនាយទាហានដ៏អង់អាចម្នាក់ចាទាហានខ្មែរយើងអង់អាចម្នាក់គឺគាត់អត់ស្លៀកខោខ្លីចានាយទាហានគេដតីគេមានអាវក្រោះផងចាក្នុងការប្រយុទ្ធតែហេតុអីបានគាត់ហ៊ានស្លៀកខោខ្លីហើយធ្វើការប្រយុទ្ធក្នុងសង្គ្រាមមួយហ្នឹងគឺគាត់មានមនសិការខាងក្រៅហើយនិងមនសិការខាងក្នុងរបស់គាត់គឺបានស្របគ្នាទៅហើយថាសង្គ្រាមមួយនេះគាត់ត្រូវតែឈ្នះមែនអត់បងប្អូនទាំងអស់គ្នាចាអញ្ចឹងធ្វើម៉េចបានយើងមានជំនឿថាយើងធ្វើអាជីវកម្មមួយហ្នឹងប្រកាសថាខ្លួនយើងត្រូវតែឈ្នះចាធ្វើត្បិតតានេតកថាជីវិតយើងទៅសេហើយ
ការកំណត់គោលដៅខែណាឡើងតំណែងខែណាយកអ៊ីមពេរីឆ្នាំណាយកអ៊ីមពេរីប៉ុន្តែធ្វើម៉េចដើម្បីឲ្យអ្វីដែលយើងកំណត់នោះវាคล้ายទៅជាការពិតហើយវាคล้ายទៅជាឆន្ទៈមួយដែលស្របគ្នារវាងយើងចាគឺនៅពេលដែលយើងបញ្ចេញសកម្មភាពបើបងប្អូនទាំងអស់គ្នាអត់បញ្ចេញសកម្មភាពឲ្យវាคล้ายទៅជាសមត្ថភាពរបស់យើងទេគឺបងប្អូនទាំងអស់គ្នាអត់ទទួលបានសមិទ្ធផលពិតទេចាអត់ទទួលបានសមត្ថភាពពិតប្រាកដវាជាសមត្ថភាពនៃភាពคล้ายคล้ายមួយចាអ្វីទៅជាសមត្ថភាពនៃភាពคล้ายคล้ายឧទាហរណ៍ថាខ្ញុំឡើងតំណែងបានសរនរស់ក៏ប៉ុន្តែគឺមានដៃគូជាច្រើនដែលធ្វើតំណែង Diamond Share Master ដោយអត់មានរួមចំណែកចេញពីខ្ញុំចោះសោះអានោះហើយគឺជាសមត្ថភាពคล้ายคล้ายរបស់ខ្ញុំតើទាំងអស់គ្នាបងប្អូនចាអញ្ចឹងដើម្បីទទួលបានសេចក្តីជំនឿមួយនេះនៅក្នុងយើងទាំងមនសិការខាងក្នុងមនសិការខាងក្រៅអាចចេញប្រយោជន៍បានលុះត្រាតែយើងបង្កើនសមត្ថភាពយើងចាសមត្ថភាពយើងគឺចូលរួមរៀនហើយចេញបេសកកម្មថាត្រូវធ្វើម៉េចនិយាយម៉េចទៅគេទិញផលិតផលរបស់យើងនិយាយធ្វើម៉េចទៅគេចូលរួមអាជីវកម្មមួយយើងនិយាយធ្វើម៉េចទៅគេអាចមកចូលរួមសិក្ខាសាលាមួយថ្ងៃមួយយើងនិយាយធ្វើម៉េចទៅគេអាចចូលរួមសិក្ខាសាលានៃភាពជោគជ័យរបស់យើងមែនអត់បងប្អូនទាំងអស់គ្នាហើយទាំងអស់ហ្នឹងគឺត្រូវតែដាក់គោលដៅផងដែរបងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាយើងដាក់គោលដៅ Share Master យើងត្រូវតែដាក់គោលដៅអញ្ជើញសមាជិកចូលរួមក្នុងសិក្ខាសាលារបស់យើងចាចំណុចមួយទៀតនោះគឺពាក់ព័ន្ធជាមួយនឹងការដាក់ខ្លួនឲ្យទៀបអញ្ចឹងការដាក់ឲ្យខ្លួនឲ្យទៀបនេះគឺជារឿងមួយសំខាន់ផងដែរនៅក្នុងអាជីវកម្មម៉ូតូមីអញ្ចឹងខ្ញុំធ្លាប់មានសមាជិកខ្ញុំគាត់ខឹងខ្ញុំចាគាត់ខឹងអ្នកក្រៅទេប៉ុន្តែអាការខឹងអ្នកក្រៅរបស់ខ្ញុំវាជាឥទ្ធិពលខឹងអ្នកក្រៅរបស់គាត់តែវាជាឥទ្ធិពលមកខ្ញុំនៅពេលដែលគាត់ប្រឹក្សាមួយខ្ញុំគាត់ដូចជាអាហ្នឹងមកលើយើងអញ្ចឹងណាអញ្ចឹងដូចជានៅក្នុងសាច់រឿងរបស់លោកតាហ៊ានផ្កាយ5មួយនឹងផងដែរអញ្ចឹងគាត់នៅខាងក្រោមយើងគាត់អត់ដឹងពីយើងទេអញ្ចឹងគាត់គិតថាអូ sponsor ម្នាក់ហ្នឹងប្រហែលជារលុយបានដោយសារខ្ញុំអីចឹងទៅចាអញ្ចឹងគាត់រងថ្ងៃពិបាកណាស់អីចឹងទៅចាអញ្ចឹងគាត់មើលអត់ឃើញយើងទេតែយើងមើលឃើញគាត់អញ្ចឹងយើងទទួលយកកំហឹងអីទាំងអស់របស់គាត់ហើយចុងក្រោយខ្ញុំគ្រាន់តែបញ្ចប់នៅការប្រឹក្សាយោបល់ដែលអត់អាចសម្រេចអីបានតាមរយៈសុំទោសគាត់ហើយប្រាប់ថាចាំអូនឯងមានអារម្មណ៍ស្ងប់យើងប្រឹក្សាគ្នាម្ដងទៀតចាចាំគាត់ស្ងប់ប្រឹក្សាគ្នាម្ដងទៀតអញ្ចឹងខ្ញុំក៏បិទទូរស័ព្ទទៅអញ្ចឹងបន្ទាប់ពីបិទទូរស័ព្ទហើយតើខ្ញុំមានអារម្មណ៍មិនបងប្អូនទាំងអស់គ្នាគឺខ្ញុំអត់បានខឹងគាត់ទេប៉ុន្តែខ្ញុំមានអារម្មណ៍ចង់យំដោយសារអីខ្ញុំអត់មានសមត្ថភាពជួយគាត់ចាភ្លាមហ្នឹងដែលខ្ញុំអត់តន់គិតអីទៅទៀតស្រាប់តែគាត់មីសេកមកគាត់ថាសុំទោសប្រហែលជាធ្វើឲ្យខ្ញុំពិបាកខ្ញុំថាអីប្រហែលជាបងអាចខឹងខ្ញុំឬក៏អីចឹងណាតែខ្ញុំចង់ប្រាប់ថាខ្ញុំអត់ខឹងគាត់ទេអ្វីដែលខ្ញុំមានអារម្មណ៍គឺខ្ញុំមានអារម្មណ៍ថាខ្ញុំអត់អាចជួយអីគាត់បានច្រើនជាងហ្នឹងចាហើយចំណុចដែលសំខាន់នៅក្នុងអាជីវកម្មម៉ូតូមីគឺមានពាក្យតែស្លោកតែ4ទេតែពាក្យស្លោកនៅក្នុងប្រទេសកម្ពុជាយើងគឺបន្តជាមួយនឹងការពីដំបូងឡើងគឺស៊ូចាចំណុចនេះគឺជាចំណុចមួយដែលងោមក្តៅចាដែលយើងអាចបន្តអាជីវកម្មនោះរហូតដល់បញ្ចប់បានលុះត្រាតែស៊ូចាបណ្ឌិតលីសំយុនបានលើកឡើងហើយថាបើសិនជាយើងមានជំនឿចាប្រព័ន្ធនៃភាពជោគជ័យរបស់យើងវាដំណើរការហើយប៉ុន្តែប្រព័ន្ធភាពជោគជ័យរបស់យើងកំពុងតែដំណើរការហ្នឹងសួរថាវាមានឧបសគ្គអត់ប្រកាសជាមានឧបសគ្គអញ្ចឹងបើសិនជាយើងនៅចំណុចតូចឧបសគ្គក៏យើងក៏តិចដែរតែនៅពេលដែលយើងចង់បានភាពជោគជ័យធំឧបសគ្គយើងគឺមានច្រើនបងប្អូនឥឡូវដែលជាសមាជិកថ្មីបងប្អូនមានឧបសគ្គត្រឹមតែគេបដិសេធគេមិនទទួលការណែនាំរបស់យើងចាតែបើបងប្អូនជាថ្នាក់ដឹកនាំចាដែលឡើងដល់តំណែងធំគាត់មានឧបសគ្គច្រើនណាស់នៅក្នុងក្រុមរបស់គាត់ហើយខ្ញុំជឿថាខ្ញុំត្រៀមខ្លួនហើយសម្រាប់ទទួលបញ្ហាដែលធំជាងបញ្ហាដែលខ្ញុំធ្លាប់ទទួលកន្លងមកអញ្ចឹងនេះគឺជាជំហានមួយដែលយើងត្រូវតស៊ូនៅក្នុងអាជីវកម្មនេះអញ្ចឹងខ្ញុំជឿថាវីដេអូថ្ងៃនេះឲ្យបងប្អូនទាំងអស់គ្នាកាន់តែស្វែងយល់អំពីអាជីវកម្មម៉ូតូមីនេះកាន់តែច្បាស់លាស់ផងដែរចាសូមអរគុណ
ចាក៏សូមអរគុណច្រើនចាទៅដល់វាគ្មិនចាដែលបានចូលរួមបន្ថែមចាពីលើវីដេអូមួយនេះយ៉ាងក្បោះក្បាយមែនទែនចាដូច្នេះដើម្បីជាការអរគុណក៏សូមស្នើតែដៃខ្លាំងៗជូនទៅដល់វាគ្មិនរបស់យើងផងដែរចាអញ្ចឹងនៅថ្ងៃនេះផងដែរការចូលរួមប្រជុំពេលព្រឹកក៏បានឈានមកដល់ចាការបញ្ចប់ទៅហើយអញ្ចឹងសូមគោរពអញ្ជើញថ្នាក់ដឹកនាំទាំងអស់គ្នាចាក្រោកឈរឡើងដើម្បីយើងចូលរួមសូត្រពាក្យស្លោកបិទនៃកម្មវិធីផងដែរចាត្រៀមខ្លួនហើយសូមប្រុងប្រៀបសូត្រពាក្យស្លោកចាសូមអរគុណច្រើន